មានអ្នករស់នៅក្នុងវិមានដ៏ធំស្កឹមស្កៃតែទីបំផុតសូម្បីតែបបរសមួយចានតូចមួយក៏ទទួលទានមិនបានផងមានអ្នកខ្លះធ្វើការសស្រាក់សស្រាំអស់មួយជីវិតក៏ដើម្បីប្រមូលប្រាក់កាសនៅពេលដែលគេចាស់ទៅសូម្បីតែការទំពាសាច់ក៏គ្មានថ្មីសម្រាប់ទំពាផងទីបំផុតតើទាំងអស់គ្នារស់នៅដើម្បីអ្វីបើដឹងថានីតិចុងក្រោយត្រូវបានសម្រេចជារៀងរហូតទៅហើយនោះលិខិតបញ្ជាក់កំណើតគឺជាសម្បត្តិសម្រាប់ចូលមកប្រឡូកក្នុងឆាកជីវិតរីឯលិខិតមរណភាពគឺជាសញ្ញាបង្កាន់ដៃសម្រាប់ដើរចេញទៅវិញចំណែកឯអ្វីដែលអ្នកខំសន្សំទុកប្រកាសកេរ្តិ៍ឈ្មោះស្នេហានិងគំនុំជាដើមវាគ្រាន់តែជាតួសម្ដែងបណ្ដោះអាសន្នតែប៉ុណ្ណោះគេអាចនៅចងចាំអ្នកតាមរយៈស្នាដៃតាមរយៈការនិទានរំលឹកដូចនេះនៅពេលដែលអ្នកនៅមានជីវិតហើយមានលទ្ធភាពចង់ទទួលទាននៅចំណីឆ្ងាញ់គួរតែទទួលទានចង់ទៅណាគួរតែទៅចង់មកលើនៅពាក្យថាស្រឡាញ់ចូលកុំស្ទាក់ស្ទើរឆាកជីវិតមនុស្សខ្លីណាស់វារសាត់ទៅលឿនជាងអ្វីដែលអ្នកបានគិតថ្ងៃនេះអ្នកមានសុខភាពល្អមាំមួនថ្ងៃស្អែកអ្នកនឹងអាចចូលសម្រាកនៅក្នុងមន្ទីរពេទ្យក៏អាចថាបានថ្ងៃនេះអ្នកនៅអោបក្រសោបការគុំគួននៅក្នុងចិត្តថ្ងៃស្អែកម្នាក់នោះអាចមិននៅរស់សម្រាប់ឲ្យអ្នកបន្លឺនៅពាក្យអភ័យទោសឲ្យគេបានឬក៏អត់នោះឡើយដូច្នេះចូលអ្នកគុំរក្សាទុកនៅកង្វល់មិនបានការដែលធ្វើឲ្យអារម្មណ៍អ្នកហត់នឿយជីវិតសម្រាប់រស់មិនមែនសម្រាប់ទ្រាំទ្ររស់ទៅតាមធម្មជាតិដែលផ្ដល់ឲ្យបង្ហាញនូវភាពរីករាយឲ្យបានច្រើនព្រោះនៅចុងបញ្ចប់យើងមិនអាចយកអ្វីទៅតាមបានឡើយចូលរស់នៅឲ្យដល់ពេលដែលត្រូវនិន្ទ្រាជារៀងរហូតហើយទន្ទិញនៅក្នុងចិត្តថាអ្នកត្រូវរស់នៅក្នុងជីវិតមួយដែលមានតម្លៃ